ប្អូនទេសនាគ្រប់គ្នាជាទីរាប់អានបើយើងនិយាយអំពីដំណើររឿងរ៉ាវនៃប្រវត្តិសាស្ត្រកម្ពុជានិងប្រទេសលាវនោះគឺពុំសូវដែលមានចំនួនព្រំដែនជាមួយគ្នានោះឡើយយើងអាចនិយាយបានថាប្រទេសលាវគឺជាប្រទេសមិត្តភូមិផងរបងព្រំដែនជាមួយនឹងប្រទេសកម្ពុជាគឺតាំងពីសម័យប្រវត្តិសាស្ត្របុរាណដ៏យូរលង់មកហើយប៉ុន្តែយ៉ាងណាមិញយោងទៅតាមឯកសារព័ត៌មានដែលទទួលបានពីក្រសួងការបរទេសរបស់កម្ពុជានោះដោយឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសព្រមទាំងឯកឧត្តមសមាមិត្តឡាវថងសវណ្ណគង់វិហារជារដ្ឋមន្ត្រីនៃក្រសួងការពារបរទេសលាវបានអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មការចម្រុះកម្ពុជាឡាវស្ដីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅឯទីក្រុងវៀងច័ន្ទប្រទេសលាវកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះនៅក្នុងកិច្ចប្រជុំនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជាឡាវដោយចំណងមិត្តភាពការទូតនិងប្រជាជនប្រទេសជាតិទាំងពីរគឺមានទំនាក់ទំនងល្អឲ្យលើគ្រប់វិស័យផងដែរដូចជាវិស័យពាណិជ្ជកម្មវិស័យទេសចរណ៍ជាដើមគឺប្រទេសកម្ពុជានិងប្រទេសលាវធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អក្នុងនាមជាប្រទេសភូមិផងរបងព្រំដែនជួបគ្នានោះត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមករវាងកម្ពុជាលាវជាពិសេសនៅក្នុងសម័យបច្ចុប្បន្ននេះប្រទេសជាតិទាំងពីរកម្ពុជាលាវកំពុងតែមានវិសាលភាពធំធេងខ្លាំងណាស់ទៅលើវិស័យនានាផងនោះគឺប្រជាជនកម្ពុជាអាចធ្វើដំណើរទៅលេងប្រទេសលាវបានយ៉ាងសប្បាយរីករាយហើយក៏ប្រជាជនលាវអាចធ្វើដំណើរមកលេងកម្សាន្តឬក៏ទេសនាតំបន់ទេសចរផ្សេងៗនៅក្នុងប្រទេសកម្ពុជាវិញបានដោយសប្បាយរីករាយដូចគ្នាទាំងអស់នេះវាគឺជាគោលនយោបាយនៃប្រទេសជាតិទាំងពីរកម្ពុជាលាវធ្វើយ៉ាងណាឲ្យប្រជាជនរស់នៅសុខសានប្រានទាំងពីរប្រទេសគឺប្រទេសកម្ពុជានិងប្រទេសលាវផងដែរ